ហើយឥឡូវនេះក្រសួងស្ថាប័នទាំងក្រសួងពាណិជ្ជកម្មក៏ធ្វើបាទអារឿងបញ្ជីសេវាយើងប្រហែលថ្ងៃមុនក្រសួងមុខងារសាធារណៈប្រាប់ថានីតិវិធីទូទាំងរដ្ឋបាលរបស់យើង 3000 ជាងខ្ញុំថាមើលទៅត្រូវការកាត់អីកាត់ខ្លះទៅកុំទុកចោលកុំទុកច្រើនពេកអាណាគេដាក់អនឡាញដាក់ខ្លះទៅកុំឲ្យគាត់រត់គ្រប់កន្លែងពិបាកពេកបាទកាត់បន្ថយពេលវេលាកាត់បន្ថយការចំណាយឲ្យអស់បាទហើយកុំឲ្យមានការសពេចសពិលជួនកាលរឿងវាមិនមែនស្ថាប័នយើងស្ថាប័ន2អ្នករត់ត្រូវធ្វើអញ្ចឹងគេជួលអ្នកទី3គេហៅអ្នករត់អីភ្នាក់ងារភ្នាក់រត់ភ្នាក់ងារជើងសារអ្នកនឹងគាត់រត់ពីនេះរត់ពីនោះជួនកាលគាត់ឆាយលើដល់ប្រជាពលរដ្ឋមិនណាមកបន្ទោសថាក្រសួងយើងអ្នកយកលុយលើតាមពិតគេឆាយកុំមីសុងគេខ្ពស់រឿងប៉ុណ្ណឹងបាទអានឹងអញ្ចឹងយកល្អដាក់នីតិវិធីអីដែលសាមញ្ញដែលប្រជាជនអាចធ្វើខ្លួនឯងបានហើយធ្វើតាមអនឡាញបានហើយសំទោសឲ្យអ្នករត់ជើងសារមិនមែនធ្វើឲ្យបាត់អាជីពទេយើងនៅតែមានឱកាសប៉ុន្តែធ្វើយ៉ាងណាឲ្យប្រជាជនភាគច្រើនគាត់អាចស្រួលហើយកាត់បន្ថយតម្លៃនេះកាត់សេវាកាត់ចោលឲ្យអស់ដែលមិនចាំបាច់យើងទុកតែអ្វីដែលចាំបាច់ឧទាហរណ៍តម្រូវឯកសារតម្រូវការឯកសារពេលខ្លះទៅ2កន្លែងត្រូវគប់2ឯកសារដដែល2 3កន្លែងទៅឲ្យអញ្ចឹងឥឡូវយើងដាក់តាមឯកសារអាប់ឡូតអនឡាញប៉ុបក្រសួងស្ថាប័នទាំងអស់ចែកជាមួយគ្នាតាម CamDX តាមអីទៅអញ្ចឹងសភៅគ្រួសារសភៅសម្បត្តិកំណើតស្អីហ្នឹងដាក់ទៅគឺស្រួលហើយនៅលើហ្នឹងឥឡូវគេមានទៀតឯកសារคล้ายគេមាន verify.com ហ្នឹងឆែកមើលច្បាស់ទៀតមិនទៀតតិចមានបាក់ឌុបអត់បាក់ឌុបអត់កតុយយកទៅដាក់លើនឹងប៉ាប់គេគ្រាន់តែឆែកប៉ាប់អត់កតុយស្លាកភ្លាតគេហៅបាក់ឌុបសេះហោះអញ្ចឹងគេធ្វើអានឹងឲ្យស្រួលអញ្ចឹងថ្ងៃក្រោយប្រជាពលរដ្ឋធ្វើដំណើរនៅក្រៅប្រទេសនៅអីគាត់ត្រូវការយកអនឡាញអ្នកនៅក្នុងប្រទេសមិនបាច់ចាំធ្វើដំណើរពីកំពតទៅពេញទេអនឡាញពីនេះទៅអ្នកមណ្ឌលគិរីយើងខំប្រឹងជំរុញបន្ថែមទៀតឲ្យក្នុងមួយឆ្នាំជាងនេះហើយពីអាណត្តិមុនក៏យើងបានជួយច្រើនក្នុងមួយឆ្នាំជាងនេះយើងប្រកាសដាក់ចេញច្រើនណាស់នៅប្រព័ន្ធបញ្ចូលតែមួយប្រព័ន្ធក្រសួងស្ថាប័នខំប្រឹង upgrade ទៅជាប្រព័ន្ធ digital ឥឡូវទៅសុំធ្វើ hypothesis អីរឿងដីរឿងអីហ្នឹងចូលទៅក្រសួងដែនដីហ្នឹងគឺសុំតាមអនឡាញហើយក្រសួងអាចមើលដឹងថ្ងៃនេះអាទិត្យនេះគេដាក់ hypothesis ប្រមាណលាន